មានពិភពមួយមានតែពេលយប់មិនមានពន្លឺព្រះអាទិត្យសោះឡើយបក្សីតូចមួយភ្ញាក់ពីដំណេកដោយមានពន្លឺក្តៅមួយនៅក្នុងបេះដូងរបស់វាមើលមិនឃើញព្រះអាទិត្យទេហើយពិភពលោកកំពុងត្រូវការព្រះអាទិត្យជាចាំបាច់ដើម្បីរស់នៅបក្សីតូចបានជួបសត្វទីងទុយដ៏ឆ្លាតវៃដែលកំពុងរង់ចាំព្រះអាទិត្យដូចគ្នាដែរសត្វទីងទុយបានប្រាប់បក្សីតូចថាព្រះអាទិត្យត្រូវការអ្នកណាម្នាក់នាំពន្លឺទៅកាន់មេឃបក្សីតូចសម្រេចចិត្តថាវានឹងក្លាយជាអ្នកនាំពន្លឺព្រះអាទិត្យមកកាន់ផែនដីវាហោះឡើងទៅលើមេឃដែលងងឹតដោយយកកិតីសង្ឃឹមទៅជាមួយខ្លួនកម្លាំងរបស់វាថយចុះប៉ុន្តែកិតីស្រឡាំងនឹងការពេញចិត្តមិនដែលបាត់បង់ព្រះអាទិត្យបង្ហាញខ្លួនដោយឃើញចិត្តក្លាហានរបស់បក្សីតូចនាំពន្លឺព្រះអាទិត្យហោះកាត់មេឃដើម្បីបញ្ជាក់ពិភពលោកភ្ញាក់ឡើងវិញដោយសារពន្លឺនៃការលះបង់តូចមួយរបស់បក្សីតូចពេលខ្លះវីរភាពមិនមែនធំទេប៉ុន្តែមកពីចិត្តក្លាហាន